បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយជួបគ្នាទៀតហើយជាមួយនឹងខ្ញុំបាទ MSI បន្ទាប់ពីបាត់មុខបាត់មាត់ខ្ញុំមួយរយៈអំពី YouTube នេះគឺខាងខ្ញុំបាទរវល់ហ្នឹងហើយដោយសារយើងហើយចិញ្ចឹមគួរបុកយកកូនហ្នឹងហើយបុកយកកូនណាដោយសារគួរឥឡូវគឺមានតម្លៃឡើងថ្លៃមែនទែននៅខាងកពតឥឡូវវីដេអូនេះឧបត្ថម្ភដោយម្សៅទឹកដោះគោ Lestoka ជាម្សៅទឹកដោះគោតែមួយគត់ដែលជំនួយឲ្យសត្វលូតលាស់លឿនក្នុងរយៈពេលខ្លីដូចជាគោក្របីពពែចៀមនិងជ្រូកដុំរ៉ែ ADE ជំនួយដល់សត្វឲ្យផឹកទឹកនិងស៊ីចំណីបានច្រើនជាផលិតផលពិតរបស់ SK ACM មានលក់នៅពូជស្មៅចំណីសត្វគ្រប់ប្រភេទមានទាំងប្រភេទដីគោកនិងដីលិចទឹក ACM មានលក់នៅគោពូជល្អៗដូចជាគោស្រែគោទន្លេគោប្រមាណនិងគោឥណ្ឌូប្រេស៊ីលសម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ09 85 83 25និង09 35 85និង35សូមអរគុណហ្នឹងហើយឡើងចិត្តដូចមុនហ្នឹងបងប្អូនណាអញ្ចឹងអ្នកដែលមានសត្វចិញ្ចឹមមិនគួរបោះបង់ចោលទេហ្នឹងឡើងថ្លៃហ่ะឥឡូវនៅខាងកពតឡើងថ្លៃណាសាច់គឺ1គីឡូ30000ទៅ30000ជាងវិញហើយឥឡូវណាហ្នឹងហើយដែលអញ្ចឹងចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីការចិញ្ចឹមគួរដល់យើងមិនខ្លាចបាត់តម្រៃឬក៏យើងមិនខ្លាចខាតអញ្ចឹងយើងមានតែដាំស្មៅចំណីសត្វទេហើយស្មៅចំណីសត្វដែលពុកម៉ែបងប្អូនយើងមួយចំនួនតែងតែ comment សួរថាតើស្មៅប្រភេទណាគឺជាស្មៅដែលយើងអាចដាំនៅលើដីទំនាបបានណាដោយសារគាត់មានដីដែលលិចទឹកដូច្នេះថ្ងៃនេះខ្ញុំបានធ្វើការច្រូតនៅប្រភេទស្មៅទាំងអស់នេះអញ្ចឹងក៏ចេញคลิปវីដេអូមួយមកដោយសារឥឡូវនេះខ្ញុំបានកំពុងតែច្រូតហ្នឹងហើយឥឡូវនេះរដូវប្រាំងទេបងប្អូនណាគឺខែ4ដែលអញ្ចឹងទៅគឺមិនទាន់មានទឹកទេតែទោះជាមិនមានទឹកក៏ដោយក៏ស្មៅចំណីសត្វប្រភេទហើយ Passpalomatra តាមនេះនៅតែលូតលាស់បានល្អនេះបងប្អូនអរគ្នាមើលដីមើលអត់ទាន់មានទឹកទេនិងអត់ទាន់មានទឹកទេអញ្ចឹងការលូតលាស់មកគុំគឺបែកធំណាបងប្អូនណាគឺបែកធំណាមកគុំសម្រាប់ Passpalomatra តាមនេះគឺបែកធំល្អណាអានេះគឺយើងសាម្ដងគឺយើងទទួលទិន្នផលបានចាប់ពី5ឆ្នាំ6ឆ្នាំរហូតដល់4 10ឆ្នាំអាស្រ័យទៅលើការថែទាំបងប្អូនណាដូចបើខ្ញុំចាក់ស្ដាយនេះគឺអាយុកាល6ឆ្នាំមកដល់ពេលនេះគឺអាយុកាល6ឆ្នាំហើយប៉ុន្តែការលូតលាស់នៅតែល្អជាមួយនឹង Passpalomatra តាមនេះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់ដាំស្មៅចំណីសត្វដើម្បីបំពន់ទៅលើសត្វចិញ្ចឹមរបស់យើងកុំឲ្យខាតក្នុងការចិញ្ចឹមកុំឲ្យអូនថាគួរថោកមិនរួចចំណីគួរថោកមិនរួចចំណីនេះមកពីបងប្អូនអរគ្នាទេបើយើងមានដីយើងដាំតែស្មៅចំណីសត្វទៅពាក់ថាខាតគឺគ្មានទេទោះជាគួរនឹងមិនសូវជាថ្លៃក៏ដោយក៏យើងមិនខាតដែរបងប្អូនណានឹងក៏យើងមិនខាតដែរដូចខ្ញុំបាទនេះគឺខ្ញុំទោះជាគួរថោកយ៉ាងណាក៏ខ្ញុំនៅតែចិញ្ចឹមដែរឥឡូវនេះគួរឡើងថ្លៃវិញហើយនៅខាងកពតគឺថ្លៃចាំងដូចមុនណាបងប្អូនណាសាច់ធម្មតាសាច់អន់ធម្មតា28000សាច់ល្អ33000នៅខាងកពតឥឡូវណាហ្នឹងហើយអញ្ចឹងគឺឡើងថ្លៃវិញហើយគឺខ្ញុំបាទឲ្យនៅតែបន្តគឺមិនបោះបង់ចោលទេដោយសារខ្ញុំបាទមានចំការស្មៅដែលអញ្ចឹងទៅយើងឲ្យសាបតែស្មៅមកគឺយើងចិញ្ចឹមគូពីមួយរដូវទៅមួយរដូវដោយមិនចាំបាច់ភ័យរឿងទិញចំណីខ្លាចទិញចំណីខាតខ្លាចអីគឺមិនចាំបាច់ទេបងប្អូនណាអូខេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចង់បាននៅពូជស្មៅ Passpalomatra តាមសូមធ្វើការទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ09888325និង09935385និង35ទីតាំងខ្ញុំបាននៅខាងកំពតណាបងប្អូនអញ្ចឹងបងប្អូនចង់បានប្រភេទពូជស្មៅផ្សេងៗមិនថា Rossi មិនថា Sweet Jumbo មិនថា So ក៏មិនថាGuinea Mombasa Guinea Simong King Crush នេពេខាអីគឺខាងខ្ញុំមានទាំងអស់បងប្អូនទាំងអស់គ្នាអាចកំងជាដើមក៏បានជាគ្រាប់ក៏បានអញ្ចឹងវីដេអូនៅក្នុងថ្ងៃនេះមានតែប៉ុណ្្នេះទេសូមអរគុណសម្រាប់ការតាមដានវីដេអូសូមជម្រាបលា